ធ្វើមូលដ្ឋាននីយកម្មនៃការត្រៀមបង្ការសម្រាប់ការឆ្លើយតបនៅក្នុងប្រទេសកម្ពុជាព្រះរាជាណាចក្រកម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នៃឧបទ្វីបឥណ្ឌូចិនដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ជាបន្តបន្ទាប់និងគ្រោះរាំងស្ងួតដែលរីករាលដាលខ្លាំងហើយប៉ះពាល់ខ្លាំងលើវិស័យកសិកម្មក្រោយពីវិបត្តិទាំងនេះដើម្បីបង្កើនការសម្របសម្រួលទៅលើកិច្ចខិតខំប្រឹងប្រែងឆ្លើយតបសង្គ្រោះនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិក្នុងប្រទេសកម្ពុជាសហគមន៍អន្តរជាតិបានបង្កើតវេទិកាឆ្លើយតបមនុស្សធម៌ក្នុងឆ្នាំ2011វេទិកាមនុស្សធម៌កម្ពុជាក្នុងឆ្នាំ2012និងភាពជាដៃគូត្រៀមបង្ការកម្ពុជា PPC ក្នុងឆ្នាំ2017ផ្ដើមចេញពីគំរូរបស់វេទិកាមនុស្សធម៌កម្ពុជា CHF ទៅភាពជាដៃគូត្រៀមបង្ការអាស៊ី APPដែលជាវេទិកាតំបន់មានភាគីពាក់ព័ន្ធច្រើនត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យការសម្របសម្រួលអន្តរស្ថាប័ននិងការសន្ទនារវាងរដ្ឋាភិបាលអង្គការមនុស្សធម៌មូលដ្ឋាននិងវិស័យឯកជនបានកាន់តែល្អប្រសើរឡើងក្នុងការបង្កើនសមត្ថភាពតាមរយៈកិច្ចសហការក្នុងភាពជាដៃគូធនធានចំណេះដឹងការបណ្ដុះបណ្ដាលនិងឱកាសបង្កើតបណ្ដាញនៅក្នុងប្រទេសទាំង8ដែលជាសមាជិករបស់ APP ទិផលរបស់ CHF ទៅបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP និងបន្តអនុវត្តកិច្ចការងារត្រៀមបង្ការសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបំផុសឲ្យមានគំនិតផ្ដួចផ្ដើមផ្សេងៗទៀតនៅកម្រិតតំបន់បណ្ដាញភាពជាដៃគូត្រៀមបង្ការនៃកម្ពុជា PPC ត្រូវបានបង្កើតឡើងនៅឆ្នាំ2017ក្រោមកម្មវិធីបង្កើនសមត្ថភាពដឹកនាំអនុវត្តដោយមូលដ្ឋានដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញពីគ្រោះមហន្តរាយនៅកម្ពុជាកម្មវិធីនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីថ្នាក់តំបន់នៃបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP ដែលបានអនុវត្តនៅក្នុងប្រទេសចំនួន7ផ្សេងទៀតដូចជាមីយ៉ាន់ម៉ាហ្វីលីពីននេប៉ាល់ស្រីលង្កាបង់ក្លាដេសឡាវនិងប៉ាគីស្ថានបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP ត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីគាំទ្រពីមូលនិធិ Bill និង Melinda Gates BMGF និងការិយាល័យទីភ្នាក់ងារជំនួយមនុស្សធម៌របស់ USAID BHA ដោយមានកិច្ចសហប្រតិបត្តិការជាមួយ PPC ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ NCDM វេទិកាមនុស្សធម៌កម្ពុជា CHF និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា FASMIC កម្មវិធីរបស់ APP មានគោលដៅចម្បងគឺបង្កើនសមត្ថភាពដឹកនាំអនុវត្តដោយមូលដ្ឋានដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញពីគ្រោះមហន្តរាយនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៅតំបន់អាស៊ី ADPC តែងតែយកចិត្តទុកដាក់ជួយដល់លើការត្រៀមបង្ការទៅនឹងគ្រោះមហន្តរាយមិនថាតែនៅក្នុងប្រទេសកម្ពុជាទេគឺនៅក្នុងតំបន់ទាំងមូលតែម្ដងបទពិសោធន៍របស់ ADPC គឺជួយធ្វើយ៉ាងណាឲ្យស្ថាប័នឬអង្គការនៅក្នុងស្រុករួមទាំងរដ្ឋាភិបាលផងឲ្យមានសមត្ថភាពនិងលទ្ធភាពអាចជួយដោះស្រាយការងារដែលទាក់ទងនឹងគ្រោះមហន្តរាយបានដោយខ្លួនឯងជាពិសេសពង្រឹងទៅលើការជុំផ្ដោតទៅលើការពង្រឹងសមត្ថភាពនឹងតែម្ដងគម្រោង PPC នេះគឺមានសារៈសំខាន់គឺថាទី1បានផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលក្នុងស្រុកផ្ដល់ឱកាសដល់ផ្នែកវិស័យឯកជនបានអង្គុយជជែកធ្វើការជាមួយនឹងខាងមន្ត្រីរដ្ឋាភិបាលដែលអញ្ជើញមកពី NCDM សារៈសំខាន់មួយទៀតនោះគឺយើងបានធ្វើការរួមគ្នាពិភាក្សាអ្វីដែលយើងនឹងធ្វើបន្តទៀតនោះគឺយើងនឹងជួបពិភាក្សានៅថ្នាក់ជាតិដែលមានដៃគូទាំង3ខាងរដ្ឋាភិបាលខាងវិស័យឯកជននិងខាងបណ្ដុំអង្គការសង្គមស៊ីវិលហើយយើងនឹងប្រមូលព័ត៌មាននឹងទៅចូលរួមប្រជុំចែករំលែកបទពិសោធន៍ជាមួយនឹងថ្នាក់អន្តរជាតិជាមួយនឹងក្រុមប្រទេស APP country ទាំង8នឹងទៀតហើយយើងនឹងទទួលបានអ្វីដែលដែលថ្មីដែលប្លែកដែលនៅក្នុងប្រទេសយើងអត់ទាន់មានហើយយើងនឹងចែករំលែកអ្វីដែលជា best practice ទៅពួកគាត់ដែរហើយឥឡូវនេះវគ្គទី3នេះយើងក៏មានផែនការដែរយើងនឹងប្រជុំគ្នាជាមួយនឹង partner ទាំងអស់ដែលមានខាងNCDM មានឯកឧត្តមប្រាក់កំហុងដែលជាជនមង្គលហើយនឹងមាន steering committee របស់ CHF
ចូលរួមប្រជុំដែរហើយនឹងមាន ADPC country representative ឯកឧត្តមសុភ័ក្រ2023ដល់2025នេះខ្ញុំសង្ឃឹមថាប្រហែលជា donor ផ្ដល់ទំនុកចិត្តរឿងអង្គការបដិទៀតប៉ុន្តែផុតពីនឹងទៅតើយើងបានលុយអីដើម្បីយកមកត្រៀមអង្គការងារគ្រោះមហន្តរាយព្រោះគ្រោះមហន្តរាយអត់មានចប់ទេវានឹងបង្កើតឡើងរហូតអញ្ចឹងបន្ទាប់ពីជំនួយអស់យើងត្រូវតែរកវិធីសាស្ត្រធ្វើម៉េចដើម្បីរកលុយហ្នឹងមកអនុវត្តដោយខ្លួនឯងហ្នឹងឲ្យបានអញ្ចឹងត្រូវតែរៀបចំផែនការពីឥឡូវហើយផែនការនោះត្រូវតែចូលរួមសហការពីភាគីទាំង3ហ្នឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់ក្នុងការរៀបចំនៅកិច្ចប្រជុំសម្របសម្រួលជាប្រចាំជាមួយនឹងអង្គការដៃគូទាំងអស់ដែលអនុវត្តសកម្មភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងប្រជាណាចក្រកម្ពុជារួមជាមួយនឹងវិស័យឯកជនកិច្ចប្រជុំដែលធ្វើឡើងជាប្រចាំនោះគឺយើងធ្វើឡើងទាំងមុនពេលគ្រោះមហន្តរាយកើតឡើងអំឡុងពេលគ្រោះមហន្តរាយនិងក្រោយគ្រោះមហន្តរាយដែលនោះគឺជាឱកាសដែលដៃគូពាក់ព័ន្ធទាំងអស់អាចធ្វើបច្ចុប្បន្នភាពឲ្យគ្នាទៅវិញទៅមកក្នុងការងារដែលគាត់បានអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនហើយនឹងជាឱកាសដែលអង្គការដៃគូក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់អាចចែករំលែកអំពីតម្រូវការដែលពួកគាត់មានទន្ទឹមនឹងនោះដែរបន្ថែមទៅលើការប្រជុំសម្របសម្រួលដែលយើងធ្វើជាប្រចាំនោះយើងក៏តែងធ្វើនៅសកម្មភាពរួមគ្នាផ្សេងៗជាច្រើនតួយ៉ាងដូចជាការរៀបចំនៅទិវាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយបូកជាមួយនឹងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដោយអាដាមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលលោកគឺជាសេនាធិការផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រតិបត្តិការនៃការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ2022ត្រូវបានធ្វើឡើងដោយរលូននិងបានទាន់ពេលវេលាក្នុងការសង្គ្រោះប្រជាពលរដ្ឋសម្រាប់សម្បត្តិផលដែល FastMate យើងទទួលបានជាមួយនឹងដៃគូផ្សេងៗដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយមានទី1យើងបានផ្ដល់វគ្គបណ្ដុះបណ្ដាល1294ដែលគេហៅថាប្រព័ន្ធប្រកាសឲ្យដឹងមុនជាមួយនឹងសហគ្រាសចំនួន50សហគ្រាសហើយបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលហ្នឹងយើងបានជ្រើសរើសសហគ្រាសឆ្នើមហើយក៏ជា model មួយដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្តទៅអ្នកសហគ្រាសផ្សេងៗដែលគាត់មិនធ្លាប់យល់ដឹងសម្រាប់មតិខ្ញុំផ្ទាល់គឺសូមអំពាវនាវដល់សហគ្រាសធំៗដែលគាត់មានធនធានច្រើនជួយផ្ដល់ជាថវិកាឬមួយក៏ជាអ្វីផ្សេងៗដើម្បីជួយទៅដល់ FastMate យើងក្នុងការបញ្ជ្រាបចំណេះដឹងបន្ថែមទៅដល់សហគ្រាសផ្សេងៗដើម្បីកាត់បន្ថយហានិភ័យនិងភាពខាតបង់របស់ពួកគាត់នៅពេលដែលជួបនៅគ្រោះមហន្តរាយការចូលរួមរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសគឺគម្រោងរបស់ ADPC ដែលបានដាក់មកក្នុងប្រទេសយើងហ្នឹងយើងបានជួយជំរុញលើកទឹកចិត្តឲ្យសហគ្រិនស្ត្រីនោះគាត់ចូលរួមនៅពេលដែលឃើញពួកគាត់ចូលរួមមួយយើងឃើញថាគាត់មានចំណេះដឹងគាត់មានសមត្ថភាពគាត់អាចដឹកនាំសហគ្រាសរបស់ខ្លួនគាត់បានដែរគោលបំណងដែលយើងបានបញ្ចូលសហគ្រិនស្ត្រីច្រើនចូលទៅក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយព្រោះយើងឃើញថាស្ត្រីនិងកុមារគឺជាជនដែលងាយរងគ្រោះច្រើននៅក្នុងវិស័យហ្នឹងក្នុងនាមជាសមាជិក CS យើងមានអារម្មណ៍ថាមានសេចក្តីសប្បាយរីករាយជាមួយនឹងវត្តមានគម្រោង APP ដូចជា PPC បាទដែលបានចូលរួមនៅក្នុងការជួយពង្រឹងសមត្ថភាពដល់សមាជិកបណ្ដាញ CS ក៏ដូចជាអង្គការដៃគូនៅក្នុងស្រុកដើម្បីឲ្យពួកគាត់នឹងមានសមត្ថភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយក៏ដូចជាការត្រៀមបំរុងនិងការចូលរួមសកម្មភាពជាមួយនឹង PCDM ក៏ដូចជា NCDM ផងដែរជាអត្ថប្រយោជន៍នៃការធ្វើផែនការត្រៀមបំរុងនៃការឆ្លើយតបគ្រោះមហន្តរាយចូលរួមចំណែកទី1គឺអ្នកពាក់ព័ន្ធភាគីពាក់ព័ន្ធនោះគាត់បានដឹងមុនត្រៀមនៅក្នុងការកាត់បន្ថយនៃហានិភ័យដូចជាការផ្ដល់ព័ត៌មានជាមុនការត្រៀមព័ត៌មានជាមុនហើយនិងការត្រៀមសម្ភារៈការឆ្លើយតបហើយទី2ធ្វើឲ្យភាគីពាក់ព័ន្ធហ្នឹងបង្កើនការទូកត្រូវការចូលរួមកាត់បន្ថយនៃហានិភ័យហ្នឹងបើសិនជាហានិភ័យកើតឡើងនឹងកាត់បន្ថយមិនឲ្យវានៅកម្រិតទាបដែលអាចធ្វើទៅបានដែលធ្វើឲ្យមិនមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលគាត់រស់នៅកំពុងរស់នៅក្នុងតំបន់ដែរកើតឡើងគ្រោះមហន្តរាយជំរាបសួរខ្ញុំឈ្មោះផងសុធីជាម្ចាស់សិប្បកម្មប្រហិតហេងវត្តហៅសុខីមនៅខេត្តសៀមរាបកាលពីដើមឡើយខ្ញុំមិនដែលបានដឹងថាការចូលសិក្សាអំពីគម្រោង PCC មានអត្ថប្រយោជន៍ប៉ុណ្ណាទេ
បន្ទាប់ពីខ្ញុំបានចូលនៅ FASMIC អ្វីដែលខ្ញុំទទួលបានខ្ញុំបានមានចំណេះដឹងគឺការបង្ការនៃភាពគ្រោះមហន្តរាយដែលបង្កឡើងសម្រាប់ម្ចាស់អាជីវកម្មបាទចំណេះដឹងជាទូទៅបន្ទាប់ពីយើងបានសិក្សារៀនសូត្រជាមួយនឹងគម្រោង PPC ធ្វើឲ្យយើងមានសមត្ថភាពទីមួយគឺអាចគ្រប់គ្រងរៀបចំផែនការហិរញ្ញវត្ថុហើយនឹងធ្វើឲ្យដំណើរការអាជីវកម្មយើងឡើងវិញបន្ទាប់ពីយើងបានសិក្សាជាមួយនឹងគម្រោង PPC មកឃើញថាយើងមានការប្រុងប្រយ័ត្នច្រើនទី1គឺការការពារខ្លួនទី1គឺការពារមិនឲ្យទឹកលិចដែលមានទឹកជំនន់ជាពិសេសនៅប្រទេសកម្ពុជានៅរដូវវស្សាតែងតែមានទឹកជំនន់អញ្ចឹងការសាងសង់អគាររបស់ខ្ញុំគឺឲ្យផុតហើយចាក់ចេញពីតំបន់ដែលមានគ្រោះមហន្តរាយកើតឡើងហើយអ្វីដែលសំខាន់បន្តទៀតហ្នឹងគឺការស្ដាប់ព័ត៌មានគ្រោះមហន្តរាយដែលបានកើតឡើងដែលជាព័ត៌មានបឋមសម្រាប់ឲ្យបងប្អូនយើងអាចចាក់ចែងផុតពីតំបន់គ្រោះថ្នាក់មិនតែប៉ុណ្ណឹងទៀតខ្ញុំបានធ្វើកិច្ចការងារផ្សព្វផ្សាយជាមួយនឹងរាជរដ្ឋាភិបាលផងដែរដើម្បីគៀងគោប្រម៉ែប្រមូលទ្រព្យសម្បត្តិមួយចំនួនដើម្បីជួយដល់ជនរងគ្រោះខ្ញុំសំណូមពរឲ្យគម្រោង PCC បន្តទៀតហ្នឹងគឺថាវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ប្រជាជនកម្ពុជាយើងជារួមគម្រោង PPC ជំហានទី2បានជួយដល់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងការងារត្រៀមរៀបចំសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈកិច្ចសហការដៃគូដ៏រឹងមាំក្នុងការពង្រឹងសមត្ថភាពដើម្បីរៀបចំគោលនយោបាយការចែករំលែកបទពិសោធន៍និងចំណេះដឹងរវាងរដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងវិស័យឯកជនលើការងារគ្រប់គ្រងនិងឆ្លើយតបគ្រោះមហន្តរាយលើពីនេះទៀតគម្រោងក៏បានលើកកម្ពស់តួនាទីដ៏សំខាន់របស់ភាគីពាក់ព័ន្ធក្នុងការកៀរគរធនធានសម្រាប់ពង្រឹងមូលដ្ឋានីយកម្មលើការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយនិរន្តរភាពធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើងធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើងធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើងដំណើរឆ្ពោះទៅតាមមូលដ្ឋាន